ឬចេះរកស៊ីនិងចេះបំបីឱកាសឲ្យដូចក្រុមហ៊ុន McDonald ក្រុមហ៊ុន McDonald ហ្នឹងគឺជាក្រុមហ៊ុនលក់ hamburger ប៉ុន្តែអ្វីដែលនៅជោគជ័យពីក្រោយក្រុមហ៊ុនរបស់គាត់គឺជាអចលនទ្រព្យមនុស្សមួយចំនួនមានឱកាសនៅក្នុងដៃរួចជាស្រេចទៅហើយប៉ុន្តែពួកគេភ្លេចបំបីឱកាសឲ្យคล้ายទៅជាទ្រព្យផ្សេងទៀតម្ល៉េះហើយពួកគេទទួលបានទ្រព្យពីប្រភពឱកាសតែមួយចំណែកអ្នកជោគជ័យគេមិនស្រូបឱកាសតែពីប្រភពតែមួយនោះទេគេប្រើគំនិតគិតយ៉ាងល្អិតល្អន់ទៅលើឱកាសដែលកំពុងស្ថិតនៅដៃហើយគេរកវិធីបង្កើតឱកាសនោះឲ្យកាន់តែច្រើនថែមទៀតតាមដែលអាចធ្វើទៅបានចូលចាំថារឿងមួយមិនមែនមានឱកាសតែមួយនោះទេគឺនៅមានឱកាសជាច្រើនទៀតពីព្រោះវាមានការជាប់ជំពាក់នឹងរឿងរ៉ាវផ្សេងៗដែលយើងអាចបំបែករឿងនោះឲ្យកើតចេញជាឱកាសបានច្រើនលោក Raymond Albert Kroc គឺជាអ្នកពង្រីកសាខាហាងធំ hamburger ឈ្មោះថា McDonald កាលពីដំបូងឡើយគាត់គឺជាភ្នាក់ងារលក់អចលនទ្រព្យដែលទទួលបានជោគជ័យម្នាក់តែក្រោយមកគាត់បានលាឈប់ពីក្រុមហ៊ុនដោយសារតែប្រធានកាត់ប្រាក់ខែលោក Albert Kroc បានងាកទៅបើកក្រុមហ៊ុនលក់ឧបករណ៍លាយសារធាតុផ្សំភេសជ្ជៈគាត់កំពុងធ្វើការងារនេះដោយជោគជ័យនៅពេលដែលគាត់ធ្វើដំណើរលក់ឧបករណ៍ផ្សំគ្រឿងភេសជ្ជៈក៏បានប្រទះឃើញហាង McDonald ដែលម្ចាស់ហាងនោះគឺជា2អ្នកបងប្អូនត្រកូល McDonald ហើយគាត់ក៏បានចរចាសុំសិទ្ធិបើកហាង McDonald ដែលក្រោយមកគាត់ក៏បានទិញសិទ្ធិផ្ដាច់មុខពីបងប្អូនទាំងពីរនាក់នេះក្នុងតម្លៃ$2,70,000ហើយក៏ពង្រីកបានសាខា McDonald ជាង100សាខានៅពេលនោះដែលហាង McDonald កាន់តែមានភាពល្បីល្បាញមានអ្នកវិនិយោគជាច្រើនមកចរចាសុំសិទ្ធិទិញ franchise បើកសាខាលក់បន្តលោក Albert Kroc យល់ឃើញថានេះគឺជាឱកាសមាសទៀតហើយគាត់បានបង្កើតលក្ខខណ្ឌសម្រាប់អ្នកចង់ទិញសិទ្ធិ McDonald ឬ franchise ត្រូវទិញអចលនវត្ថុរបស់គាត់ឬគាត់ជាអ្នករៀបចំហាង McDonald សម្រាប់ជួលនិងត្រូវទិញម៉ាស៊ីនលាយគ្រឿងផ្សំភេសជ្ជៈរបស់គាត់នេះហៅថាការបំបែកឱកាសដែលអ្នកទិញសិទ្ធិលក់ McDonald ត្រូវទិញទ្រព្យទាំង3របស់គាត់គឺទី1ទិញកម្មសិទ្ធិបញ្ញាទី2ទិញម៉ាស៊ីនលាយគ្រឿងផ្សំភេសជ្ជៈទី3ទិញឬជួលអចលនវត្ថុដើម្បីបើកទីតាំងធ្វើដូច្នេះគាត់ចំណេញ3ច្រកជាពិសេសច្រកដែលបានលុយលឿនគឺច្រកទី3លក់ឬជួលអចលនទ្រព្យគាត់តែងជិះរថយន្តខ្វាត់ខ្វែងពេញទីក្រុងរដ្ឋ Florida រកទិញដីឬអគារដែលនៅកែងផ្លូវទុកបំរុងរួចជាស្រេចដើម្បីទុកលក់ឲ្យអ្នកទិញសិទ្ធិលក់ McDonald លោក Kroc និយាយថាយើងមិនអាចបើកអាជីវកម្មនៅលើមេឃបានទេយើងច្បាស់ជាត្រូវការអគារឬដីដើម្បីធ្វើជាទីតាំងរកស៊ីជាក់ជាមិនខានយើងអាចជួលឬទិញអចលនទ្រព្យតែបើអ្នកមានលុយអ្នកត្រូវតែទិញពីព្រោះនៅពេលខាងមុខអ្នកចាំបាច់ត្រូវតែទិញវាដដែលអ្នកត្រូវយល់ថាអចលនទ្រព្យគឺជាអាជីវកម្មហើយអាជីវកម្មគឺជាអចលនទ្រព្យអ្នកធ្វើអាជីវកម្មត្រូវតែគិតគូរអំពីអចលនទ្រព្យជាមួយនឹងអាជីវកម្មរបស់អ្នកដែលផ្ដល់ចំណូលជាប្រចាំអចលនទ្រព្យរបស់អ្នកក៏អាចផ្ដល់ចំណូលជាប្រចាំផងនិងឡើងតម្លៃជាប្រចាំផងដែរដែលផ្ដល់ចំណូលជាប្រចាំពីព្រោះថាអ្នកចំណេញពីការដែលមិនបាច់បង់ថ្លៃជួលជាប្រចាំខែដែលកើនឡើងតម្លៃជាប្រចាំគឺអចលនទ្រព្យរបស់អ្នកនឹងកើនតម្លៃពី20ទៅ30% ជារៀងរាល់ឆ្នាំហើយវារឹតតែកើនថ្លៃជាងនេះប្រសិនបើអ្នកទិញអចលនទ្រព្យនៅទីតាំងដែលកំពុងធ្វើអាជីវកម្មស្រាប់វាមានភាពចាំបាច់សំខាន់មួយទៀតគឺថាអាជីវកម្មរបស់អ្នកនឹងបង្កើតលំហូរសាច់ប្រាក់គេហៅថា cash flow ដែលអាចអនុគ្រោះឲ្យអ្នកអាចខ្ចីប្រាក់ពីធនាគារមកទិញអចលនទ្រព្យដូច្នេះហើយបានជាលោក Kroc ដែលជាប្រធានក្រុមហ៊ុន McDonald បានផ្ដល់យោបល់ថាអ្នកគួរតែភ្ជាប់អាជីវកម្មរបស់អ្នកជាមួយនឹងអចលនទ្រព្យមានន័យថាអ្នកគួរតែឆ្លៀតទិញអចលនទ្រព្យស្របនឹងពេលដែលអ្នកកំពុងធ្វើអាជីវកម្មគឺអ្នកអាចយកអាជីវកម្មរបស់អ្នកធ្វើជាទុនទិញអចលនទ្រព្យ McDonald មានភាពសំខាន់ចំពោះទីតាំងដោយគាត់បានកំណត់ថា
កាលណាទីតាំងមិនល្អគឺគ្មានអតិថិជនចូលឡើយបើទោះបីជា hamburger មានរសជាតិឆ្ងាញ់យ៉ាងណាក៏ដោយដូច្នេះហើយទើបលោកក្រកបានកំណត់ចេញគោលការណ៍ថាខាងក្រុមហ៊ុនជាអ្នកជ្រើសរើសទីតាំងដែលការជ្រើសរើសទីតាំងនេះនឹងរក្សានូវភាពស័ក្តិសមចំពោះអាជីវកម្មខ្នាតពិភពលោកផងក្នុងការរក្សាតម្លៃ McDonald ផងគ្មាននរណាអាចយកទីតាំងរបស់ McDonald ទៅដាក់នៅទីកន្លែងមិនសមរម្យនោះទេរបស់ថ្លៃត្រូវតែស្ថិតនៅទីតាំងល្អហើយកំណត់នេះនឹងធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងខ្ពស់បំផុតចំណុចមួយទៀតដែលខ្ញុំចង់លើកយកមកនិយាយគឺពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Rockefeller ក្រុមហ៊ុន Rockefeller ហ្នឹងគឺចាប់ផ្ដើមឡើងដោយបងប្អូនពីរនាក់ដែលជាជនជាតិអាមេរិកគាត់រស់ស៊ីតាំងពីសង្គ្រាមលោកលើកទី2ចប់រហូតមកដល់សពថ្ងៃហើយក្រុមហ៊ុនគ្រួសាររបស់ Rockefeller ហ្នឹងគឺគាត់រស់ស៊ីតាក់ទងទៅនឹងអចលនទ្រព្យធនាគារប្រេងហើយសូម្បីតែនយោបាយក៏គាត់មានឥទ្ធិពលខ្លាំងដែរនៅសហរដ្ឋអាមេរិកហ្នឹងនៅក្រោយសង្គ្រាមលោកលើកទី2បានបញ្ចប់ទៅនៅឆ្នាំ1545ប្រទេសដែលជាសម្ព័ន្ធមិត្តដែលបានឈ្នះសង្គ្រាមរួមមានអាមេរិកបារាំងអង់គ្លេសរុស្ស៊ីសម្រាប់បង្កើតអង្គការដ៏ធំមួយឈ្មោះថាអង្គការសហប្រជាជាតិឬហៅកាត់ថា UN ដើម្បីត្រួតពិនិត្យមើលរឿងសំខាន់នៃបណ្ដាប្រទេសទាំងអស់លើពិភពលោកកុំឲ្យបង្កើតសង្គ្រាមនិងដើម្បីរក្សាសន្តិសុខពិភពលោកនៅពេលនោះប្រទេសដែលជាសមាជិកនីមួយៗបានផ្ដល់កំណត់ថាការិយាល័យអង្គការសហប្រជាជាតិគួរតែស្ថិតនៅទីក្រុងធំនោះគឺទីក្រុងញូវយ៉កដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពនិងស្ថិរភាពប៉ុន្តែការទិញដីនៅចំកណ្ដាលទីក្រុងនិងសាងសង់អគារដ៏ធំស្កឹមស្កៃត្រូវចំណាយថវិកាច្រើនណាស់ហើយពេលនេះអង្គការថ្មីមួយនេះទើបនឹងបង្កើតឡើងគ្មានមូលនិធិសម្រាប់ចំណាយទៅលើរឿងនោះទេនេះគឺជាបញ្ហាមួយដែលនាំឲ្យបណ្ដាមេដឹកនាំនៅតាមប្រទេសនីមួយៗកំពុងបារម្ភយ៉ាងខ្លាំងប៉ុន្តែគណៈពេលនោះលោក Rockefeller បានទទួលដំណឹងនេះគាត់ក៏ប្រកាសចេញមកដោះស្រាយភ្លាមថាគាត់នឹងចំណាយប្រាក់ទិញដីនិងសាងសង់អគារជូនតាមសំណើរបស់អង្គការសហប្រជាជាតិដោយគ្មានលក្ខខណ្ឌដំណឹងនេះបានលើដល់អ្នកជំនួញជាច្រើនពួកគេមានការភ្ញាក់ផ្អើលនិងងឿងឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាមនុស្សល្ងងដូច Rockefeller ដែលសុខចិត្តចំណាយប្រាក់រាប់លានដុល្លារដើម្បីទិញដីសាងសង់អគារជូនអង្គការសហប្រជាជាតិអញ្ចឹងពិតមែនហើយ Rockefeller បានចំណាយទឹកប្រាក់យ៉ាងច្រើនសម្បើមដល់ទៅ$8.70 លានក្នុងសម័យនោះសូម្បីតែសម័យនេះក៏វាច្រើនណាស់ទៅហើយសំណួរសួរថាតើវាមានប្រយោជន៍អ្វីសម្រាប់គាត់វាពិតជាមានគឺ Rockefeller បានទិញដីដែលនៅជាប់នឹងប្លង់ដីសាងសង់អគារសហប្រជាជាតិនោះទាំងអស់ហើយគ្មាននរណាដឹងអាចកំបាំងនេះទេដល់ទៅពេលអគារ UN អង្គការសហប្រជាជាតិសាងសង់រួចរាល់ជាស្ថាពរតម្លៃដីនៅជុំវិញតំបន់នោះក៏ចាប់ផ្ដើមឡើងខ្ពស់ត្រដែតច្រើនជាងប្រាក់ដែលគាត់ចំណាយ$8.70 លាននោះរាប់រយដងដែលធ្វើឲ្យ Rockefeller ចំណេញកប់ក្តោងទម្រាំតែអ្នកដទៃបានដឹងគឺវាហួសពេលទៅហើយនោះគឺជាការឆក់ឱកាសរបស់ Rockefeller បានប្រើប្រាស់ចក្ខុវិស័យដ៏ភ្លឺមុតស្រួចសម្លឹងមើលទៅឱកាសដ៏ល្អមួយនោះហើយគាត់ក៏បានត្រៀមរួចជាស្រេចដើម្បីឆក់យកឱកាសនោះជាធម្មតាដីនៅតំបន់នោះវាមិនថ្លៃដល់ម្លឹងទេវាឡើងថ្លៃដោយសារវត្តមានមូលដ្ឋានរបស់អង្គការសហប្រជាជាតិយើងអាចរៀនសូត្របានមេរៀនមួយនេះត្រូវចាំថានៅពេលដែលមានក្រុមហ៊ុនឬអង្គការសាលារៀនស្ថាប័នដែលមានឥទ្ធិពលណាមួយបោះទីតាំងនៅកន្លែងណាកន្លែងនោះប្រកាសជានឹងឡើងថ្លៃជាក់ជាមិនខានមានរឿងជាក់ស្ដែងមួយនៅក្នុងប្រទេសកម្ពុជាយើងកាលពីអំឡុងឆ្នាំ2000មានអង្គការម្នាក់និងមន្ត្រីជាន់ខ្ពស់នគរបាលកម្ពុជាម្នាក់បានទទួលសំណើពីខាងសាលាដ៏ល្បីល្បាញរបស់បរទេសមួយគឺសាលា Northbridge ដែលចង់ពង្រីកទីតាំងសាលារបស់ខ្លួននៅទៅលើទីតាំងធំជាងមុនពេលនោះអង្គការនិងមន្ត្រីនគរបាលបាននាំគណៈគ្រប់គ្រងខាងសាលាទៅមើលដីមួយកន្លែងទំហំជាង60ហិកតានៅប៉ែកខាងលិចនៃទីក្រុងភ្នំពេញហើយខាងសាលាក៏ព្រមព្រៀងទិញដីនោះក្នុងតម្លៃមួយអង្គការដែលមានភាពវៃឆ្លាតដែលបាននាំខាងសាលាទៅទិញដីនោះ
គាត់បានដឹងមុននឹងបានទិញដីនៅជុំវិញដីសាលានោះទុកសម្រាប់ខ្លួនគាត់ដែរ4ឆ្នាំក្រោយពីសាលាសាងសង់រួចដីនៅជុំវិញនោះចាប់ផ្ដើមឡើងថ្លៃរាប់រយដងបទពិសោធន៍នេះចង់បង្ហាញឲ្យយើងឃើញថាទីណាមានក្រុមហ៊ុនអង្គការសាលារៀនឬស្ថាប័នធំៗទៅបោះទីតាំងអ្នកត្រូវផ្ដោតការចាប់អារម្មណ៍មកតំបន់នោះភ្លាមការអភិវឌ្ឍនឹងចាប់ផ្ដើមឡើងតម្លៃដីនឹងឡើងយ៉ាងគំហុកឱកាសមាសនឹងផ្ទុះឡើងប្រៀបដូចជាភ្នំមាសផុសចេញឡើង